ជំរាបសួរបងប្អូនទាំងអស់គ្នាអនុញ្ញាតបន្តនៅមេរៀនថ្មីនិងចម្ពោះថ្មីអញ្ចឹងនៅក្នុងចម្ពោះ1ដល់ចម្ពោះ4យើងបានរៀនពីអក្ខរក្រមរៀនពីសំឡេងជញ្ជាក់ផ្សំជញ្ជាក់ផ្សំសំឡេងតែមួយអំពីស្រៈនិងស្រៈផ្សំរួចមកហើយអញ្ចឹងនៅក្នុងចម្ពោះ5នេះយើងជាចម្ពោះចុងក្រោយបន្តសិក្សានៅមេរៀនផ្សេងបន្ថែមចំនួន4មេរៀនស្មើនឹង2វីដេអូទៀតអញ្ចឹងនៅក្នុង chapter 5ចម្ពោះ5នេះយើងរៀនពីផ្សេង others អូខេអញ្ចឹងទី1មេរៀនទី1 unit 1យើងរៀនអំពី T letter T U R E ដែល4អក្សរនេះមានសំឡេងch អូខេតើអនុវត្តទាំងអស់គ្នា C មានសំឡេងខ U នេះគឺស្រៈខអខ L សំឡេងលខនិងលខ T U R E ឆ culture ពាក្យទី2 P មានសំឡេងផ I នេះគឺស្រៈអ៊ីផអ៊ីភី C សំឡេងខ P និងខ pick T U R E គឺឆអញ្ចឹង picture អូខេពាក្យទី3គឺ V មានសំឡេងវ E នេះគឺស្រៈអេវអេវ N និងណ when T U R E គឺឆអញ្ចឹង venture alright អូខេមេរៀនទី1 T U R E ឆមានប៉ុណ្ណឹងយើងចូលមេរៀនទី2ដែលមានអក្សរ4ដូចគ្នា T I O N សំឡេង shin តោះចាប់ផ្ដើមអនុវត្តទាំងអស់គ្នា Q U សំឡេងខ្វ E គឺស្រៈអេខ្វអេខ្វ S ខ្វស quest T I O N question ពាក្យទី2 M មានសំឡេងម៉ O ស្រៈ O ម O ម៉ T I O N motion ពាក្យទី3គឺ D មានសំឡេងដ I គឺស្រៈ I the I die or សំឡេងរ E នេះគឺស្រៈអេស្រៈអ៊ីរអ៊ីរី C ខរិខ rick sorry រអេរេខ rec direct T I O N ចឹង direction alright អូខេមេរៀនចម្ពោះ5យើងទី1 T U R E សំឡេង ch និង T I O N សំឡេង shin មានតែប៉ុណ្ណឹងយើងជួបគ្នានៅក្នុងមេរៀនបន្ទាប់ដែលជាមេរៀនបញ្ចប់នៃសៀវភៅរបស់យើងក៏ដូចជាមេរៀនរៀនប្រកបរបស់យើង